របាយការណ៍សន្តិសុខពិភពលោកសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ឈានដល់ចំណុចព្រមព្រៀងសន្តិសុខចុងក្រោយ 85% ដើម្បីបញ្ចប់សង្គ្រាមនិងបើកច្រកសមុទ្រហូមូសឡើងវិញស្របពេលអ៊ីស្រាអែលប្រកាសមិនដកទ័ព Infoshare លោកមកកាយគោរពជម្រាបសួរបងប្អូនប្រិមត្តទេសនិកជនជាទីគោរពរាប់អានស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិសំខាន់ៗសម្រាប់ថ្ងៃទី13ខែមិថុនាឆ្នាំ2026នៅក្នុងវីដេអូនេះខ្ញុំបានសូមដកស្រង់ព្រឹត្តិការណ៍ព័ត៌មានសំខាន់ចេញពីសារព័ត៌មានធំលើពិភពលោកពាក់ព័ន្ធជាមួយស្ថានភាពសង្គ្រាមអាមេរិកអ៊ីរ៉ង់នាពេលនេះគួររំលឹកផងដែរថាបន្ទាប់ពីសកម្មភាពវាយប្រហាររបស់សហរដ្ឋអាមេរិកយ៉ាងសាហាវមកលើអ៊ីរ៉ង់កាលពីម្សិលមិញនេះឥឡូវនេះស្ថានភាពហាក់បីដូចជាធូរស្រាលឡើងវិញដោយមុននេះបន្តិចយោធាអាមេរិកបានប្រកាសថា80ទៅ 85% ទៅហើយដែលសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នឹងត្រូវបានបញ្ចប់នាពេលខាងមុខនេះដល់ខ្លីតើការអះអាងនេះគឺជាការពិតដែរឬទេសូមបងប្អូនប្រិមត្តទេសនិកជនតាមដានទស្សនាឲ្យបានដល់ចប់ជាមួយខ្ញុំដូចតទៅពីព្រោះក្រោយនៃកិច្ចបញ្ចប់សង្គ្រាមនេះនឹងអាចមានអ្វីកើតឡើងជាបន្តបន្ទាប់តើហេតុអ្វីបានជាអាមេរិកនិងអ៊ីរ៉ង់សម្រេចចិត្តឈរលើកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះតើបញ្ហានុយក្លេអ៊ែរអាចជារឿងដ៏ស្មុគស្មាញនិងត្រូវដោះស្រាយបន្តដែរឬយ៉ាងណាតើអ៊ីរ៉ង់ព្រមបោះបង់ចោលដោយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនដែរឬទេចូលអ៊ីស្រាអែលវិញតើអ៊ីស្រាអែលព្រមបញ្ឈប់សកម្មភាពវាយប្រហារទៅលើក្រុមហេបូឡាដែលខ្លួនធ្លាប់តែអះអាងថាត្រូវតែគំទេចហេបូឡាចោលមិនឲ្យមានសាកសពនៅលើភពផែនដីនេះទេពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេចចុច like comment និង share ទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាចង់បានព្រឹត្តិការណ៍ព័ត៌មាន update ជារៀងរាល់ថ្ងៃគ្រាន់តែចុច subscribe លើ channel Infoshare ជាការស្រេចសញ្ញាវិជ្ជមាននៃការបញ្ចប់សង្គ្រាមដ៏កាចសាហាវរវាងមហាអំណាចសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានលេចចេញជារូបរាងឡើងគួរឲ្យកត់សម្គាល់នៅថ្ងៃសៅរ៍ទី13ខែមិថុនាឆ្នាំ2026នេះតាមរយៈការទម្លាយព័ត៌មានពីរដ្ឋបាលជាន់ខ្ពស់សហរដ្ឋអាមេរិកដែលបានបង្ហាញអំពីទំនុកចិត្តខ្ពស់រហូតទៅដល់80ទៅ 85% នៅក្នុងការឈានទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះមន្ត្រីជាន់ខ្ពស់រូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានតាមរយៈទូរស័ព្ទនៅក្នុងក្របខ័ណ្ឌមិនបញ្ចេញឈ្មោះថាស្ថានភាពចរចាឈានដល់ចំណុចល្អប្រសើរខ្លាំងដោយប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានដឹកនាំកិច្ចព្រមព្រៀងនេះផ្អែកទៅលើផលប្រយោជន៍រួមរវាងអាមេរិកនិងសម្ព័ន្ធមិត្តទោះបីជាមិនដល់កម្រិត 100% ពេញលេញយ៉ាងណាក៏ដោយស្របពេលជាមួយគ្នានេះនាយករដ្ឋមន្ត្រីប៉ាគីស្ថានគឺលោកស៊ីបាសារីបដែលជាអ្នកសម្របសម្រួលដ៏សំខាន់នៅក្នុងចំនួននេះក៏បានប្រកាសជាផ្លូវការនៅលើបណ្ដាញសង្គម X ថាអត្ថបទចុងក្រោយដែលបានព្រមព្រៀងគ្នានៃកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់គឺត្រូវបានសម្រេចជាស្ថាពររួចរាល់ទៅហើយបច្ចុប្បន្នប៉ាគីស្ថានកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងភាគីទាំងពីរដើម្បីបញ្ចប់នៅជំហានបន្ទាប់ដោយលោកបានសង្កត់ធ្ងន់ថាសន្តិភាពរវាងមហាអំណាចទាំងពីរមិនធ្លាប់មានភាពខិតជិតមកដល់ដូចពេលនេះឡើយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាអារ៉ាជីក៏បានបញ្ជាក់តាមរយៈទូរទស្សន៍រដ្ឋផងដែរថាភាគីទាំងពីរកំពុងតែឆ្ពោះទៅរកការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងដំបូងដែលប្រកាសអំពីការបញ្ចប់សង្គ្រាមនៅគ្រប់ទិសទីដោយព័ត៌មានលម្អិតនៃអនុសារណៈនៃការយោគយល់គ្នានឹងត្រូវចែករំលែកជាសាធារណៈនៅក្នុងពេលកំណត់ខាងមុខដ៏ខ្លីខ្លឹមសារស្នូលនៃកិច្ចព្រមព្រៀងសន្តិភាពបណ្ដោះអាសន្នត្រូវបានមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកបញ្យល់ថាមានគោលបំណងសាមញ្ញនិងច្បាស់លាស់ចំនួន2ចំណុចធំៗដែលនឹងជួយធានាសន្តិភាពរយៈពេលវែងនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលចំណុចទី1ដែលជាចំណុចបន្ទាន់បំផុតនោះគឺការបើកច្រកសមុទ្រហូមូសដើម្បីចរាចរណ៍នាវាដឹកប្រេងនិងការលើកចោលនៅរាល់ការបិទផ្លូវទឹកយុទ្ធសាស្ត្រនេះដែលកន្លងមកបានធ្វើឲ្យការផ្គត់ផ្គង់ប្រេងសកលនិងធម្មពលមានការធ្លាក់ចុះជំរុញឲ្យតម្លៃទំនិញនិងប្រេងឡើងថ្លៃជាគំហុកចំណុចទី2នោះគឺកិច្ចព្រមព្រៀងនេះនឹងនាំទៅរកការរុះរើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ចោលទាំងស្រុងដើម្បីធានាថាទីក្រុងតេហេរ៉ង់មិនអាចបង្កើតអាវុធប្រឡាយលោកបានទៀតឡើយចំណុចទី3នោះគឺសហរដ្ឋអាមេរិកនឹងទទួលបាននូវរាល់សម្ភារៈនុយក្លេអ៊ែរចម្រាញ់រួចរាល់ទាំងស្រុងរបស់អ៊ីរ៉ង់ដែលសម្ភារៈទាំងអស់នោះនឹងត្រូវយកទៅបំផ្លាញចោលនៅនឹងកន្លែងរួចក៏ដឹកជញ្ជូនចេញពីទឹកដីអ៊ីរ៉ង់តែម្ដងដើម្បីលុបបំបាត់ហានិភ័យភេរវកម្មជាការឆ្លើយតបប្រសិនបើភាគីអ៊ីរ៉ង់គោរពទៅតាមលក្ខខណ្ឌ
និងផ្ដល់លទ្ធផលល្អពិតប្រាកដពួកគេនឹងទទួលបានការបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលអាមេរិកបានដាក់ពង្រាយអស់រយៈពេលជាច្រើនឆ្នាំរួចមកហើយដើម្បីអនុញ្ញាតឲ្យអ៊ីរ៉ង់បានធ្វើសមាហរណកម្មនិងចូលរួមនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកឡើងវិញបានយ៉ាងធំទូលាយស្របពេលដែលការចរចាកំពុងតែមានពន្លឺសន្តិភាពអនុប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក JD Vance ក៏បានចេញមុខមកបំភ្លឺជាសាធារណៈនៅលើបណ្ដាញសង្គម X ដើម្បីវាយបកទៅកាន់ព័ត៌មានคล้ายៗទាំងឡាយណាដែលកំពុងតែឆ្លងកាត់ប្រព័ន្ធផ្សព្វផ្សាយលោក JD Vance បានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថានៅក្នុងកិច្ចព្រមព្រៀងដែលកំពុងតែស្ថិតនៅលើតុចរចានេះប្រទេសអ៊ីរ៉ង់មិនទទួលបានប្រាក់សុទ្ធសូម្បីតែ$1ឡើយសម្រាប់តែការចុះហត្ថលេខាឬក៏ការចូលរួមកិច្ចប្រជុំហើយគ្មានថវិកាណាមួយត្រូវបានដោះលែងឲ្យទៅពួកគេមុនកំណត់នោះដែរលោកបានបញ្ជាក់ថាអត្ថប្រយោជន៍សេដ្ឋកិច្ចនិងលំហូរសេដ្ឋកិច្ចនឹងហូរចូលទៅកាន់ប្រទេសអ៊ីរ៉ង់និងតំបន់មជ្ឈមបូព៌ាលុះត្រាតែទីក្រុងតេហេរ៉ង់បានបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្នុងការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែរជាមុនសិនតែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយលក្ខខណ្ឌបច្ចេកទេសទាក់ទងទៅនឹងការរុះរើកម្មវិធីនុយក្លេអ៊ែរនេះត្រូវបានគេគ្រោងនឹងប្រើប្រាស់រយៈពេលចរចាលំអិតចំនួន60ថ្ងៃបន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នាត្រូវបានចុះហត្ថលេខាជាផ្លូវការពីព្រោះការរៀបចំប្រព័ន្ធបច្ចេកទេសនិងការបំផ្លាញសារធាតុអុយរ៉ានីញ៉ូមនឹងត្រូវការចំណាយពេលជាច្រើននិងមានភាពស្មុគស្មាញខ្លាំងដែលទាមទារឲ្យមានរបបត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតពីភ្នាក់ងារអន្តរជាតិទោះបីជាស្ថានភាពចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មានភាពវិជ្ជមានយ៉ាងណាក៏ដោយក៏ប៉ុន្តែឥរិយាបថយោធារបស់អ៊ីស្រាអែលក៏បានក្លាយទៅជាចំណុចរាំងស្ទះនិងជាឧបសគ្គដ៏ធំមួយនៅក្នុងការសម្រេចចិត្តសន្តិភាពពេញលេញរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលគឺលោកអ៊ីស្រាអែលខាត់ដែលបានថ្លែងយ៉ាងរឹងរូសថាទោះបីជាមានកិច្ចព្រមព្រៀងណាមួយត្រូវបានកើតឡើងក៏ដោយក៏កងទ័ពជើងគោករបស់អ៊ីស្រាអែលនឹងមិនដកខ្លួនចេញអំពីតំបន់សន្តិសុខដែលខ្លួនបានបង្កើតឡើងដោយបង្ខំនៅក្នុងប្រទេសលីបង់សេរីនិងតំបន់កាហ្សានោះឡើយចំណុចនេះបានផ្ទុយស្រឡះអំពីការទាមទាររបស់អ៊ីរ៉ង់ដែលចង់ឲ្យកិច្ចព្រមព្រៀងសន្តិភាពបញ្ចូលរួមទាំងការបញ្ឈប់នៃការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលីបង់និងកាហ្សាពីព្រោះសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងជាមួយនឹងក្រុមហេបូឡាចាប់តាំងពីដើមខែមីនាមកបានសម្លាប់មនុស្សអស់រហូតដល់3711នាក់នៅក្នុងប្រទេសលីបង់និងធ្វើឲ្យប្រជាជនជាង1លាននាក់ត្រូវបានផ្លាស់ប្ដូរទីលំនៅដោយបង្ខំដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិចាត់ទុកថាអាចជាឧក្រិដ្ឋកម្មសង្គ្រាមលោកខាត់ក៏បានបន្ថែមទៀតថាអ៊ីស្រាអែលក៏រំពឹងទុកយ៉ាងមុតមាំថាប្រធានាធិបតីលោកដូណាល់ត្រាំនឹងរក្សានៅគោលការណ៍រារាំងអ៊ីរ៉ង់មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាតនិងបន្តទប់ស្កាត់នូវឥទ្ធិពលនៃក្រុមមីស៊ីលរបស់ភាគីភាគីវកនៅក្នុងតំបន់ជាចុងក្រោយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសកលបានបង្ហាញសញ្ញាប្រែប្រួលភ្លាមៗដោយតម្លៃប្រេងនៃអនាគតនៅលើទីផ្សារអន្តរជាតិត្រូវបានដួលរលំនិងធ្លាក់ចុះយ៉ាងគំហុកនៅថ្ងៃសុក្រមុននេះមកត្រឹមកម្រិតទាបបំផុតចាប់តាំងពីសង្គ្រាមអាមេរិកនិងអ៊ីរ៉ង់បានផ្ទុះឡើងដោយសារតែសុទិដ្ឋិនិយមរបស់វិនិយោគិនទៅលើការបើកច្រកសមុទ្រហូម៉ូឡើងវិញសន្ទុះប្រេងឆៅរបស់អាមេរិក WTI ក៏បានបិទតម្លៃនៅក្រោម$85នៅក្នុង1បារ៉ែលសម្រាប់ការចែកចាយនៅក្នុងខែកក្កដាបន្ទាប់ពោលគឺធ្លាក់ចុះជិត4%នៅក្នុងមួយថ្ងៃខណៈដែលប្រេងឆៅ Brent អន្តរជាតិបានធ្លាក់ចុះមកត្រឹម$87នៅក្នុង1បារ៉ែលបន្ទាប់ពីបានហក់ឡើងហួសពី$110កាលពីខែមុនយ៉ាងណាមិញរបៀបវារៈនៃសង្គ្រាមដ៏ក្តៅគគុកនេះនឹងត្រូវលើកយកទៅពិភាក្សាយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង 7G7 នៅក្នុងប្រទេសបារាំងនៅសប្តាហ៍ក្រោយនេះខណៈដែលលោកប្រធានាធិបតីត្រាំបានសម្ដែងការខឹងសម្បារនិងរិះគន់ចំមាត់ទៅលើមេដឹកនាំកំពូលរបស់អង់គ្លេសគឺលោក Keir Starmer និងប្រធានាធិបតីបារាំងគឺលោក Emmanuel Macron នាយករដ្ឋមន្ត្រីអ៊ីតាលីនិងលោកស្រី Giorgia Meloni ព្រមទាំងអធិការបតីអាល្លឺម៉ង់គឺលោក Friedrich Merz ចំពោះការទប់ទល់មិនព្រមជួយគាំទ្រយុទ្ធនាការសឹករបស់អាមេរិកធ្វើឲ្យប៉ះពាល់ទៅដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ពិភពលោកកន្លងមកអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាយើងនឹងបន្តលើកយកនៅព្រឹត្តិការណ៍ពិសេសដែលពាក់ព័ន្ធជាមួយការវិវត្តនៃសេចក្តីសង្ឃឹមទៅលើកិច្ចព្រមព្រៀងនេះថាតើកិច្ចព្រមព្រៀងនេះនឹងត្រូវពេញលេញ80 85ឬក៏100%ដូចជាការអះអាងរបស់អាមេរិកដែរឬទេហើយចុងបញ្ចប់តើអ៊ីស្រាអែលព្រមដកទ័ពចេញពីលីបង់និងកាហ្សាដែរឬយ៉ាងណាសូមអរគុណសូមជម្រាបលា InfoShare